បាទសូមគ្រប់នឹងជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនទូទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីរាប់អានបាទថ្ងៃនេះដែរត្រូវនឹងថ្ងៃអង្គារទី11ខែកក្កដាឆ្នាំ2017ដូច្នេះខ្ញុំសូមធ្វើការជម្រាបជូនពុកម៉ែទាំងអស់ឲ្យបានជ្រាបអំពីជោគជតាហោរាសាស្ត្រប្រចាំថ្ងៃអង្គារតែម្ដងបាទដូច្នេះសូមបង្វែរអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមករីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅបាទឆ្នាំជូតរាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះលោកអ្នកសម្រុកការងារពេញទីបានហើយព្រោះថាបើកាលណាធ្វើច្រើនប៉ុណ្ណាផលល្អក៏ច្រើនទៅតាមនោះផងដែរចំពោះលោកអ្នកដែលបកមុខរបររកស៊ីជីដូពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងប្រេងទៅបោះទុនរកស៊ីធំដុំយកទៅលេងល្បែងស៊ីសងឡើយព្រោះនាំជួបនៅបញ្ហាអាក្រក់ណាមួយត្រូវអស់ប្រាក់កាសពីខ្លួនជាមិនខានហើយការធ្វើដំណើរទីចិត្តទីឆ្ងាយជួបទៅនឹងភាពសុខដុមដោយសមមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីបើចង់យកនរណាម្នាក់ជាគូគប់ត្រូវចេះពិនិត្យពិច័យឲ្យបានច្បាស់លាស់ទើបល្អប្រសើរបាទបន្តមកទៀតចូលមកដល់ឆ្នាំឆ្លូវរាសីរបស់លោកអ្នកថ្ងៃនេះខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះបើលោកអ្នកជួបទៅនឹងផលលំបាកនិងមានក្រុមមនុស្សជួយណែនាំនិងផ្ដល់យោបល់ដែលនាំឲ្យផលល្អនោះតែងតែទទួលបានមកវិញសម្រាប់លោកអ្នកដែលបកមុខរបររកស៊ីជួញដូរការជួញដូរទីចិត្តទីឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងតែហុចផលផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្ដៅហើយក៏មានភាពសុខដុមល្អណាស់ផងដែរការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខស្ងាត់ដោយសមមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងតែជួបគូព្រេងពិតដូចក្តីប្រាថ្នាបាទបន្តមកទៀតចូលមកដល់ឆ្នាំខាលរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះដោយសារដំណើរជីវិតរបស់អស់លោកអ្នកមិនល្អប្រសើរម្ល៉េះហើយចូលប្រយុទ្ធការទទួលរងការឈឺខ្លួនប្រាណឬការបាត់បង់ប្រាក់កាសដោយពីខ្លួនដោយប្រការណាមួយបាទហេតុដូច្នេះហើយត្រូវគ្រប់គ្រងខ្លួនឲ្យបានល្អទៅប្រសើរចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជីដូរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជនហើយផលកម្រៃទៀតសោតអ្នកខ្លះក៏រកបង្ក្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផងបាទរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីបែរខ្នងដាក់គ្នាច្រើនហើយដោយសារតែភាពប្រច័យប្រច័ណ្ឌកំពុងលុកលុយផងដែរបាទអញ្ចឹងពិតជាល្អដែរអូខេបន្តមកទៀតចូលមកដល់ឆ្នាំថោះរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះខ្លាំងនៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រត់ចុះម្ល៉េះហើយធ្វើដំណើរជីវិតរបស់លោកអ្នកមានរឿងរ៉ាវបន្តិចបន្តួចចូលមកអុកឡុកយាយីខ្លះនាំឲ្យសៅហ្មងផ្លូវចិត្តចំពោះការប្រកបការងារសពបែបយ៉ាងកើតមានការរាំងស្ទះញឹកញាប់ធ្វើឲ្យមានភាពរកម្មចិត្តច្រើនបើជាអ្នកដែលប្រកបមុខរបររកស៊ីជួញដូរក្នុងថ្ងៃនេះមួយមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេគួរអត់ធ្មត់ក្នុងមុខរបរខ្លះទៅប្រសើររីឯបញ្ហាគូក្រងប្តីប្រពន្ធគុំគប់បីយកភាពប្រកែកប្រកាន់ដាក់ខ្លួននាំឲ្យកើតចំនួនវិវាទគ្មានអ្វីជឿនលឿនទៅមុខឡើយបាទអូខេបន្តមកទៀតចូលមកដល់ឆ្នាំរោងរាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះបើមានកិច្ចការងារអ្វីលោកអ្នកអាចសម្រុកពេញទីបានហើយនឹងត្រូវបំពេញកិច្ចការងារដែលសំខាន់ពីមុនមកទើបល្អប្រសើរចំពោះលោកអ្នកដែលបកមុខរបររកស៊ីជីដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំបំផុតការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខស្ងាត់ដោយសមមួយដងរីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសនិងស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃបាទឆ្នាំម្សាញ់រាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូច្នេះហើយបើទោះបីធ្វើអ្វីក៏ដោយតែងតែសម្រេចជោគជ័យដោយគប់បំណងមួយចំនួនទៀតវិលត្រឡប់មកវិញជានិច្ចការរស់នៅទោះជួបផលលំបាកបន្តិចក្តីតែបើមានការពុះពៀតែងតែហុចផ្លែផ្កាគោយទីពេញចិត្តចំពោះលោកអ្នកដែលបកមុខរបររកស៊ីជួញដូរការជួញដូរទីចិត្តទីឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងតែអាចប្រមូលនៅផលកម្រៃគ្រាន់ជាទីកក់ក្ដៅ
ការធ្វើដំណើរទីជិតទីឆ្ងាយជួបតែសេចក្តីសុខស្ងសានទាំងពេលទៅនិងត្រឡប់មកវិញរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំបើលោកអ្នកចង់សំគមរៀបចំគ្រួសារជាពេលវេលាល្អបំផុតសម្រាប់ថ្ងៃនេះបានបន្តមកទៀតចូលមកដល់ឆ្នាំមមីរាសីរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យមចំពោះលោកអ្នកដែលបកកមុខរបររកស៊ីជីងដូការធ្វើជំនួញបើឃើញថាកំពុងដាំក្បាលចុះខ្លាំងហើយលោកអ្នកពុំមានការគិតគូរឲ្យបានដល់ទេនោះគ្រោះរង្គោះរង្គើទ្របពិតជាកើតមានឡើងជាមិនខានការធ្វើដំណើរទីជិតទីឆ្ងាយចូលប្រយ័ត្នរោគជំងឺបៀតបៀនពិសេសបញ្ហាចំណីចំណុកតែម្ដងរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំចូលកុំកបីមានការផ្លែផ្កាដោយសម្ដីវាយប្រហារឲ្យគ្នាព្រោះវាជាទម្លាប់អាក្រក់ដែលតែងតែកើតមានចំនួនវិវាទឥតឈប់ឥតឈរហើយអាចនឹងឈានទៅដល់ការបែកបាក់ថែមទៀតផងឆ្នាំមមែរាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះការប្រកបការងារអ្វីក៏ដោយតែងតែផ្ដល់ផលល្អនិងហុចផ្លែផ្កាមកវិញក្រញទីពេញចិត្តផងសម្រាប់ថ្ងៃនេះដែរលោកអ្នកបើចង់ចរចាយករឿងសំខាន់អ្វីមួយមកសម្រាប់ចិត្តជាពេលវេលាល្អប្រពៃគួរសមចំពោះលោកអ្នកដែលបកកមុខរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចទុនធំមិនទាស់ខុសអ្វីឡើយពីព្រោះថាផលល្អៗនឹងហុចមកវិញជានិច្ចការធ្វើដំណើរទីជិតទីឆ្ងាយជួបតែភាពសុខដុមដោយសមមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃបាទឆ្នាំវោរាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគសេរីហើយទោះធ្វើអ្វីក៏ដោយតែងតែផ្ដល់ជាផ្លែផ្កាមកវិញក្រញទីពេញចិត្តផងដែរចំពោះលោកអ្នកដែលបកកមុខរបររកស៊ីជីងដូរវិញបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនគប់ប្រសើរទេប៉ុន្តែបើចង់បោះទុនតូចទុនធំសម្រាប់ខ្លួនឯងវិញឃើញថាគប់ប្រសើរជាងការធ្វើដំណើរទីជិតទីឆ្ងាយជួបតែភាពសុខដុមដោយសពមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីបើពុំទាន់មានគូគប់ជាឱកាសល្អក្នុងការស្វែងរកបំផុតឆ្នាំរការាសីរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះបញ្ហាសុខភាពរបស់លោកអ្នកពុំល្អបរិបូរណ៍ឡើយដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឲ្យបានខ្ជាប់ខ្ជួនពិសេសត្រូវយកចិត្តទុកដាក់អំពីបញ្ហាជំងឺចាស់ព្រោះងាយផ្ទុះឡើងរើឡើងផងដែរក្រៅពីនេះនៅផ្ទះសម័យពិសេសស្ត្រីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីណាស់ផងដែរហើយការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខដុមគួរសមតែយ៉ាងណាឲ្យប្រយ័ត្នក្រុមមនុស្សខ្ចាត់ប្រត់បន្តិចព្រោះគេងាយបង្កបញ្ហាឲ្យមករងអំពើទុក្ខរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានដំណើរការថយក្រោយហើយប្រចាំងគ្នាច្រើនថែមទៀតផងបានបន្តមកទៀតចូលមកដល់ឆ្នាំចរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះខ្លាំងនៅថ្ងៃនេះការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងតែជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំឲ្យជួបការលំបាកសម្រាប់លោកអ្នកដែលបកកមុខរបររកស៊ីជីងដូរវិញលោកអ្នកជួបទៅនឹងរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតទីឆ្ងាយមិនសមដោយប្រកបទេតែងតែមានរឿងរ៉ាវរកាំចិត្តច្រើនការធ្វើដំណើរទីជិតទីឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយចំពោះសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីមានការរកម្មចិត្តនិងពាក់មុខយៈដាក់គ្នាជាមិនខានឡើយបានបន្តមកទៀតចូលមកដល់ឆ្នាំកុលរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះយាយអូនរបស់លោកអ្នកធ្លាក់ស្រត់ចុះម្ល៉េះហើយធ្វើឲ្យដំណើរជីវិតរបស់លោកអ្នកជួបនឹងភាពប្រទាំងប្រទើនិងមានការរកម្មចិត្តច្រើនផងដែរដូច្នេះត្រូវចេះអត់ធ្មត់ខ្លះទៅល្អប្រសើរចំណែកឯបញ្ហាប្រកាសក៏បីមានការប្រយ័ត្នប្រយែងដែរព្រោះថាអាចមានការចំណាយច្រើនជាងធម្មតាផងដែរចំពោះលោកអ្នកដែលបកកមុខរបររកស៊ីជីងដូរវិញចូលប្រយ័ត្នក្រុមមនុស្សអុចអាលអ្វីមួយនាំឲ្យកើតការក្តៅក្រហាយបង្កជាចំនួនជាមួយអ្នកដទៃកើតឡើងការធ្វើដំណើរទីជិតទីឆ្ងាយចូលប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណមកបដូរទោសវិញប៉ុណ្ណោះចំពោះសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំពុះម៉ែម៉ាយក្តីចូលប្រយ័ត្នក្រុមមនុស្សទី3ចូលមកអុកលុកនាំកើតចំនួនវិវាទឈានដល់ការប្រឆាឡើងវិញបាទ
បាទអូខេពុកម៉ែបងប្អូនខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនបានចាប់សពគ្រប់ហើយដែលតាក់ទងទៅនឹងហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំទៀង12នៅវេលាថ្ងៃអង្គារទី11ខែកក្កដាឆ្នាំ2017ដូច្នេះខ្ញុំសូមជូនពរដល់ពុកម៉ែបងប្អូនសូមឲ្យមានសុខភាពល្អនិងសុខសុវត្ថិភាពទាំងអស់គ្នាក្នុងការធ្វើដំណើរនិងរកស៊ីមានបានទាំងអស់គ្នាផងដែរដូច្នេះខ្ញុំសូមអរគុណសូមគោរពលាបាទ